ព្រះធម្មនាបតីសម្ដែងដោយអារម្មណ៍របស់វិបស្សនាដែលមានភ្នែកជាដើមហ្នឹងវាសូនចាក់ខ្លួនសូនចាក់វត្ថុជារបស់ខ្លួនណារូបទៅចក្ខុវិញ្ញាណទៅចក្ខុទ្វារវិថីទៅសតិរលឹករឿយតែបានឃើញទៅតាមធัวហ្នឹងហើយឲ្យតែដូចលឺនេះចឹងយើងឃើញយើងលឺហ្នឹងតែឥឡូវកំពុងតែលឺហ្នឹងបាត់ភ្នែកក៏លឺដែរនេះហ្នឹងឯងគេថារលឹកឲ្យតល់តែហាមអតិថិដែលប្រកាន់ថាយើងអ្នកលឺនេះវាធម្មតាដែលអត់មានសតិទិដ្ឋិវាមកចាប់យកហើយយើងអ្នកលឺខ្ញុំលឺនឹងតិចហ្នឹងហើយកុំមកចង់ប្រកែកអីចឹងទៅហ្នឹងក៏ចង់លើកថាយើងអ្នកលឺតែខុសពីសតិដ្ឋានយ៉ាងម៉េចខុសត្រង់ថាមានសតិរលឹកវាអត់ប្រកាន់អាលឺហ្នឹងថាយើងទេសោតវិញ្ញាណធាតុវាមានសម្លេងជាអារម្មណបច្ច័យវាមានអាស្រ័យនឹងតិចកើតឡើងក្នុងគណៈលឺនឹងរួចទៅវារលត់ទៅហ្នឹងឯងវាមានតួយើងស្រីប្រុសកុហកបព្វជិតអីអ្នកលឺហ្នឹងរៀនរលឹករឿយហ្នឹងឯងតើលើវឹកខាត់អត់មាននរណាមករលឹកជំនួសយើងទេចឹងហើយទោះជាថារលឹកទៅបានបណ្ណាអាហ្នឹងទៅតាមនឹងទៀតប៉ុន្តែថាប្រឹងប្រែងជាយាមរលឹករឿយព្រោះវាអត់មានបងប្អូនកូនចៅលោកគ្រូអ្នកគ្រូណាមករលឹកជំនួសយើងគាត់រលឹកតែខ្លួនគាត់អប់រំរៀងខ្លួនគ្រាន់ថាសិក្សាធัวជាមួយគ្នាប៉ុន្តែវាមិនអាចថាគ្រូធ្វើឲ្យសិស្សធ្វើឲ្យគ្រូបានទេបន្ទាល់តែព្យាយាមរលឹកហ្នឹងគឺត្រង់តែថាឃើញឮដឹងក្លិនដឹងរសដឹងផាត់តពៈនឹកគិតហ្នឹងហើយជានាមធัวជាសភាវៈដែលមានពិតបើអត់មានពិតទេបានអីគិតអាតួគិតហ្នឹងវាមានពិតហ្នឹងឯងហើយត្រង់សតិប្បដ្ឋានវានៅត្រង់ថារលឹកបានទៅអាការគិតហ្នឹងជាបរមត្តធัวប្រកាសឡើងតែថាបរមត្តបានន័យថាវាហាមទិដ្ឋិវាអត់បានប្រកាន់ថាមានយើងកំពុងគិតហ្នឹងទេហើយគ្រាន់តែចាប់បានថាអត់មានយើងខណៈនឹងប៉ុណ្ណឹងណាសបាយត្រង់ថាវាអត់មានយើងនៅក្នុងโลกនេះហ្នឹងឯងដល់អញ្ចឹងទៅពុទ្ធានុសតិក៏មមតំធម្មានុសតិសង្ឃានុសតិដោយបត្រៃណគុំហ្នឹងអញ្ចឹងទៅយើងនៅជាសុខជាមួយនឹងធម្មសម្បត្តិនេះហ្នឹងឯងរឿងក្នុងโลกវាប្រែប្រួលអីទៅយ៉ាងណាសឹងថានិយាយទៅមេឃបាក់ភ្នំអាលុំអីក៏ដោយតែយើងវាមានទីពឹងរបស់យើងទៅវាមិនចេះតែបន់ស្រន់បួងសួងទេមទាដោយការភ័យខ្លាចយ៉ាងនេះយ៉ាងនោះអីទៅទេអាហ្នឹងវាតើយើងមានធัวជាទីពឹងអញ្ចឹងហើយយើងចេះតែទៀមទាអ្វីឲ្យត្រូវចិត្តយើងមិនបានឲ្យរបស់ដែលមិនទៀងហ្នឹងទៅជាទៀងរបស់ដែលប្រែប្រួលហ្នឹងគឺថាកុំឲ្យវាប្រែប្រួលអ្វីដែលយើងស្រឡាញ់ហ្នឹងឲ្យវាទៀងអ្វីដែលយើងអត់ស្រឡាញ់ហ្នឹងឲ្យវាប្រែប្រួលទៅមិនមែនចេះតែតាមចិត្តយើងអញ្ចឹងណាសច្ចធัวណាអត់មានទៅតាមអ្នកណាទេទៅតាមតែបច្ច័យហ្នឹងឯងមានបច្ច័យកើតឡើងយើងគួរតែយល់អ្វីដែលត្រឹមត្រូវតាមបច្ច័យហ្នឹងហ្នឹងឯងគួរតែរលឹកសិក្សាឲ្យឃើញអ្វីជាការពិតហ្នឹងណាព្រោះការពិតហ្នឹងដែលធ្វើឲ្យអ្នកដឹងហ្នឹងទៅជាព្រះអរិយបុគ្គលបានឈ្មោះថាអរិយសច្ចធัวហ្នឹងណាធัวពិតហ្នឹងទៅជាអរិយសច្ចបានដីថាសេចក្តីពិតហ្នឹងធ្វើឲ្យអ្នកដឹងទៅជាព្រះអរិយបុគ្គលហ្នឹងក៏ម្យ៉ាងហើយសេចក្តីពិតហ្នឹងគឺថាមិនប្រែប្រួលទៅជាអរិយសច្ចហ្នឹង